សូមគោរពលំអរកាយថ្វាយបង្គំចំពោះព្រះកណាគុណម្ចាស់គ្រប់ព្រះអង្គនិងសូមធ្វើការជម្រាបសួរទៅដល់ប្រិយមិត្តទាំងអស់ជាទីគោរពស្រឡាញ់ថ្ងៃនេះ Channel ភូមិខ្មោចសូមលើកយកអំពីប្រវត្តិទុំក្រពើមកបង្ហាញទៅដល់ប្រិយមិត្តជាទីសន្តាប់ដោយខ្ញុំយល់ថាប្រហែលជាមានប្រិយមិត្តមួយចំនួនមិនទាន់បានដឹងអំពីប្រវត្តិទុំក្រពើនេះនៅឡើយទេហើយក៏មានប្រិយមិត្តមួយចំនួនក៏គាត់បានដឹងរួចទៅហើយអញ្ចឹងដើម្បីចង់ដឹងថាតើទុំក្រពើមានអត្ថន័យនិងប្រវត្តិយ៉ាងណាខ្លះនោះសូមរីករាយស្ដាប់ដូចតទៅបាទទុំគឺមានន័យថាជាផ្ទាំងសម្ពុតឬជាចម្រៀកសម្ពុតដែលដេរឲ្យមានសន្តាននិងពណ៌ឬរូបរាងផ្សេងៗសម្រាប់ប្រើជាកិត្តិយសក្នុងប្រទេសនីមួយៗឬក៏ប្រើជាគ្រឿងសម្គាល់តាមសន្តាប់សាសនានីមួយៗហើយប្រើជាគ្រឿងបូជានឹងក៏មានសំបីធ្វើដោយក្រដាសសក៏ហៅថាទុងដែរទុងមានច្រើនប្រភេទដូចជាទុងជាតិទុងសាសនាទុងព្រះមហាក្សត្រឬទុងសម្រាប់ធ្វើសង្គ្រាមជាដើមការប្រើប្រាស់ទុងនៅក្នុងសង្គមខ្មែរគឺមានសារៈសំខាន់ខ្លាំងណាស់ហើយទំនៀមនេះបានបន្តតាំងពីសម័យបុរាណកាលមកម្ល៉េះដោយក្នុងនោះមានឧទាហរណ៍ជាច្រើនបង្ហាញនៅលើចម្លាក់តាមប្រាង្គប្រាសាទបុរាណខ្មែរនានាប៉ុន្តែអាស្រ័យដោយទុងមានច្រើនប្រភេទហើយមានតួនាទីផ្សេងៗនៅក្នុងសង្គមខ្មែរនៅក្នុងអត្ថបទនេះនឹងលើកយកមកបង្ហាញតែទុងក្រពើមួយប៉ុណ្ណោះដោយសារជាប្រភេទទុងដែលប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈធ្លាប់ឃើញធ្លាប់ស្គាល់ប៉ុន្តែប្រហែលជាមិនបានដឹងទូលំទូលាយអំពីដំណើរដើមតងនៃការប្រើប្រាស់ទុងក្រពើនៅឡើយទុងក្រពើគឺជាទុងដែលដេរពីកំណាត់សដែលមានឆ្អឹងចំនួន6ទៅ8ហើយមានរូបរាងស្រដៀងទៅនឹងសត្វក្រពើហើយពេលខ្លះគេហៅទុងក្រពើថាទុងអភិធម្មប៉ុន្តែក្នុងសម័យបច្ចុប្បន្នទុងមានការប្រែប្រួលមួយចំនួនកាលណាមានមនុស្សស្លាប់គេតែងតែយកទុងក្រពើមួយឬពីរមកចងនៅមុខផ្ទះហើយដោយមិនមានឆាកហូរសប្បាយអើងកងដូចជាការលើកទុងផ្សេងៗនោះទេនៅក្នុងតំបន់ខ្លះកាលណាមានអ្នកស្លាប់គេលើកទុងក្រពើតែមួយឯតំបន់ខ្លះទៀតគេលើកទុងក្រពើចំនួន2ប៉ុន្តែទាំងនេះសំដៅទៅលើមនុស្សស្លាប់តែម្នាក់តែប៉ុណ្ណោះការចងទុងក្រពើចំនួន2មិនមែនមានន័យថាផ្ទះនោះមានមនុស្សស្លាប់2នាក់នោះទេគឺសំដៅសម្រាប់មនុស្សស្លាប់តែម្នាក់តែប៉ុណ្ណោះទំនៀមនេះមិនមានខុសទោះអ្វីនោះទេគឺអាស្រ័យទៅលើការប្រតិបត្តិរបស់ប្រជាជនក្នុងតំបន់នីមួយៗជាទូទៅក្រោយបូជាសពរួចគេក៏ទម្លាក់ទុងក្រពើចុះវិញភ្លាមប៉ុន្តែមានស្រុកខ្លះដូចជានៅបាត់ដំបងគេដោតទុងក្រពើរហូតទៅដល់100ថ្ងៃឬរហូតដល់ទុងផុយរលួយក៏សឹងតែមានការលើកទុងក្រពើឬទុងអភិធម្មនៅមុខផ្ទះមិនមែនត្រឹមតែបង្ហាញថាផ្ទះនោះមានមនុស្សស្លាប់នោះទេប៉ុន្តែគឺជាគំនិតនៃការរៀបចំទុកដាក់សពឲ្យបានល្អត្រឹមត្រូវនៅក្នុងផ្ទះសម្បែងឬក៏ក្នុងកុដិដែលក្នុងបំណងប្រដូចទៅនឹងការតម្កល់សាកសពឬការបញ្ចុះនៅក្នុងព្រះជន្មាមនីចេតិយនៅឯស្ថានត្រៃត្រឹងតកតងទៅនឹងទុំក្រពើនេះមានដំណើរពីរផ្សេងគ្នាដោយដំណើរទី1មានលក្ខណៈជាប្រវត្តិសាស្ត្រផងជារឿងព្រេងផងចំណែកឯដំណើរទី2គឺភ្ជាប់ទំនាក់ទំនងទៅនឹងព្រះពុទ្ធសាសនាតែម្ដងដំណើរទី1នៅក្នុងរាជ្យព្រះបាទអង្គច័ន្ទទី2ដែលជាព្រះមហាក្សត្រនៅក្នុងសម័យឧត្តមសតវត្សទី17ដល់ទី19នៃគ្រិស្តសករាជព្រះអង្គមានបុត្រីមួយព្រះអង្គព្រះនាមក្រពង់ឈូកនៅក្នុងព្រះជន្ម16ព្រះវស្សាព្រះនាងត្រូវបានក្រពើដ៏ធំមួយឈ្មោះអាធុនដែលคล้ายខ្លួនមកពីលោកនេនមួយអង្គឈ្មោះនេនធុនលៀបទាំងរូបក្រោយហេតុការណ៍នេះព្រះមហាក្សត្រមានសេចក្តីសោកសង្រេងខ្លាំងណាស់ក៏ឲ្យគេផ្សងកន្ទងខៀវតាមចាប់ក្រពើអាធុនឲ្យបានលុះពេលកន្លងទៅបាន7ថ្ងៃគេក៏បានចាប់ក្រពើអាធុនបាននៅខេត្តក្រចេះ
ជាអកុសលក្រោយវះពោះក្រពើនោះព្រះនាងក្រពុំឈូកបានសគត់បាត់ទៅហើយដូច្នេះដោយសេចក្តីស្រឡាញ់អាណិតអសូរបុត្រីព្រះមហាក្សត្របានឲ្យគេសង់វិហារសសរ100នៅត្រង់កន្លែងដែលព្រះអង្គឲ្យគេវះពោះក្រពើអធននោះនៅមុខព្រះវិហារព្រះអង្គឲ្យគេសង់ចេតិយយ៉ាងធំហើយឲ្យចាប់ស្ត្រីដែលមានផ្ទៃពោះចំនួន20នាក់មកសម្លាប់កាត់ក្បាលដាក់ជាគ្រឹះចេតិយនេះបន្ទាប់មកឲ្យសង់ព្រះរូបព្រះនាងក្រពុំឈូកឈរនៅលើចេតិយតែម្ដងចំណែកក្រពើអធនត្រូវគេវះស្បែកទាំងអស់ហើយយកទៅឆ្កាងនៅមុខចេតិយព្រះនាងក្រពុំឈូកនេះគឺដំណាលទី1ចំណែកឯដំណាលទី2ក្នុងព្រះពុទ្ធកាលសម័យដែលព្រះអង្គគង់ជាធរមាននៅឡើយមានក្រពើ2ក្បាលញីឈ្មោះបានមកសុំព្រះអង្គបួសប៉ុន្តែដោយឧបនិស្ស័យនិងសាសនារបស់ព្រះពុទ្ធក្រពើទាំងពីរបានសំណូមពរថាប្រសិនបើខ្ញុំស្លាប់ទៅសូមព្រះអង្គឲ្យគេយកស្បែកខ្ញុំទៅធ្វើជាទង់ថ្វាយចំពោះព្រះភ័ក្ត្រព្រះអង្គទុកជាសក្ការៈបូជាកុំបីកន្លងឡើយដូច្នេះព្រះសម្មាសម្ពុទ្ធក៏ទ្រង់ទទួលតាមសំណូមពរដោយក្តីករុណាក្រោយពីក្រពើទាំងពីរស្លាប់ទៅគេក៏យកស្បែកក្រពើទៅដោតថ្វាយតាមសំណូមពរមែនលុះដល់ព្រះសម្មាសម្ពុទ្ធចូលបរិនិព្វានទៅស្បែកក្រពើនោះក៏ផុយរលួយអស់ដូច្នេះបានជាគេយកសម្ពុទ្ធសមករចនាធ្វើជារូបរាងក្រពើដោតជំនួសឲ្យស្បែកក្រពើដែលផុយរលួយនោះតរៀងមកសរុបមកការដោតទង់ក្រពើនៅមុខផ្ទះអ្នកស្លាប់គឺជាទំនៀមចាស់ដែលមានដំណើរផ្សារភ្ជាប់នឹងប្រវត្តិសាស្ត្រផងនិងជំនឿក្នុងព្រះពុទ្ធសាសនាផងទង់ក្រពើគឺធ្វើពីកំណាត់សម្ពុតឬក្រដាសដែលតំណាងឲ្យស្បែកក្រពើដែលគេពលះយកមកចងឆ្កាងនៅមុខចេតិយព្រះនាងក្រពុំឈូកនិងនៅមុខព្រះភ័ក្ត្រព្រះសម្មាសម្ពុទ្ធទង់ក្រពើជាទង់ដែលមានទំនាក់ទំនងជាមួយនឹងសេចក្តីស្លាប់ផងការបូជាខ្លួននិងសាសនាផងអាស្រ័យហេតុនេះបានជាទង់ដែលមានរូបរាងដូចជាសត្វក្រពើមិនមែនចងតែនៅមុខផ្ទះអ្នកស្លាប់នោះទេប៉ុន្តែក៏ចងនៅក្បែរព្រះរូបព្រះពុទ្ធនៅក្នុងព្រះវិហារព្រះពុទ្ធសាសនាផងដែរប៉ុន្តែពេលខ្លះទង់ក្រពើដែលចងចិត្តព្រះពុទ្ធរូបក៏មានពណ៌ដោយឡែកពីពណ៌សផងដែរ Thank you.